បាទជំរាបសួរទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញទាំងអស់គ្នាតកតងជាមួយនឹង laser 303របស់យើងអញ្ចឹងសម្រាប់ laser របស់យើងអានេះគឺពណ៌ទឹកមាសនៅក្នុងទម្រង់បែបហ្នឹងអញ្ចឹងសម្រាប់ color របស់យើងគឺយើងមាន4 color ដូចយើងកន្លងទៅយើងធ្លាប់បង្ហាញជូនក៏ប៉ុន្តែសម្រាប់ color ដែលយើងលក់ដាច់ជាងគេនោះគឺពណ៌ខ្មៅនេះគ្រាន់តែជាជំរើសផ្សេងទេអញ្ចឹងសម្រាប់ laser មួយនេះគឺអត់ទាន់មានដាក់ថ្មទេអញ្ចឹងសម្រាប់ថ្មរបស់វាគឺនៅក្នុងទម្រង់បែបនេះអញ្ចឹងខ្ញុំសូមបង្ហាញពីការដាក់ថ្មរបស់យើងអញ្ចឹងយើងអាចដាក់នៅក្នុងទម្រង់បែបហ្នឹងមកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានដាក់រួចរាល់ហើយនៅពេលដែលយើង point នេះទៅគឺវានឹងចេញជាទម្រង់ក្បាលរបស់វានៅក្នុងទម្រង់បែបហ្នឹងអញ្ចឹងក៏ប៉ុន្តែសម្រាប់ក្បាលមួយនេះគឺយើងអាច adjust around ខ្ទង់បែបអញ្ចឹងបានដែរសម្រាប់លក្ខខណ្ឌនេះគឺបើថាអ្នកទាំងអស់គ្នាអាចបើសិន in case ចង់យកទៅដើរនៅក្នុងព្រៃក្នុងអីយើងអាចប្រចាំង reflect ជាមួយនឹងស្លឹកឈើគឺស្អាតមែនទែនក៏ប៉ុន្តែសម្រាប់អ្នកនៅការដ្ឋានគឺយើងអាចដោះក្បាលនេះចេញបានមានថាយើងមូលក្បាលនឹងចេញមកអញ្ចឹងបើថាក្បាលនេះគឺជា additional បន្ថែមដែលមកណាអញ្ចឹងដល់ពេលដែលយើងដោះហើយក្នុងទម្រង់បែបនេះដល់ពេលដែលយើង point ទៅគឺជា pointer ឬក៏ជា laser pen របស់យើងដែលយើងបានធ្លាប់បង្ហាញកន្លងទៅនៅក្នុងទម្រង់បែបហ្នឹងហើយកន្លងទៅក៏ខ្ញុំធ្លាប់បង្ហាញដែរបានន័យថានៅពេលដែលបើសិនករណីសោនេះគឺដាក់មកគឺសម្រាប់ជា safety lock ណាអញ្ចឹងទាំងអស់គ្នាអាចបើន័យថាយើងអាចចាក់វាទៅនៅពេលដែលអ្នកទាំងអស់គ្នាអាច lock វាបែបនេះនៅពេលដែលយើង point បែបនេះគឺវាអត់ភ្លឺទេព្រោះសារតែសម្រាប់អ្នកនៅការដ្ឋានគឺគាត់ដាក់ហ្នឹងទៅបើគាត់សកិនទៅលើអាប៊ូតុងបិទបើកនេះគឺបើន័យថាយើង save ថ្មណាកុំឲ្យយើងគៀបជាមួយនឹងនៅពេលដែលអង្គុយឬក៏អោនទៅព្រោះការដ្ឋានគឺជាទូទៅ movement គាត់ច្រើនមែនតើអញ្ចឹងនៅពេលដែលគាត់អង្គុយគៀបទៅគឺរបស់នេះគឺវាអត់បើកចោលក្នុងទម្រង់បែបហ្នឹងអញ្ចឹងអានេះគឺជា safety lock ផោះ laser ដែរអញ្ចឹងនៅពេលអ្នកទាំងអស់ចង់ប្រើគឺកាច់វាមកនៅក្នុងទម្រង់ទាំងអស់គ្នាមើលឃើញអត់ទេនៅខាងក្នុងហ្នឹងអញ្ចឹងមានថានៅខាងក្នុងនោះវាមាន on off តែមិនខ្ញុំបើកហើយអញ្ចឹងវានឹងចេញក្នុងទម្រង់បែបហ្នឹងហើយសម្រាប់ដុំសាករបស់យើងហ្នឹងគឺនៅក្នុងទម្រង់បែបនេះអញ្ចឹងទាំងអស់គ្នាអាចប្រើជាមួយនឹង USB ទៅដកថ្មរបស់យើងយកមកគឺ plug ជាមួយនឹង USB ទៅយើង rechargeable ទេហើយសម្រាប់ថ្មរបស់យើងនេះគឺប្រើបានយូរមែនតើខ្ទង់ប្រហែលជា2ទៅ3អាទិត្យអីមិនទាន់សាកម្ដងទេមិនថាអាហ្នឹងគឺអាស្រ័យទៅលើការប្រើប្រាស់ផងអ្នកទាំងអស់គ្នាដែរណាជាបទពិសោធន៍ដែលខ្ញុំប្រើទូទៅហ្នឹងគឺខ្ទង់ប្រហែលជា3អាទិត្យអីនៅជាមិនមានបញ្ហាអីទេបើយើងឆាចម្ដងក្នុងទម្រង់បែបហ្នឹងណាអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងអរគុណច្រើនទាំងអស់គ្នាហើយបើសិនអ្នកទាំងអស់គ្នាត្រូវការអាចតាក់ទងមកកាន់យើងបានអរគុណ